ល្អនឹងការធ្វើល្អដោយមិនរំពឹងផលតបស្នងបងប្អូនជាទីគោរពនៅក្នុងភាគទី1យើងបាននិយាយអំពីក្របពូជនៃអំពើល្អយើងបានឃើញថាអំពើល្អមួយទោះតូចប៉ុណ្ណាក៏ដោយវាមិនមែនជារឿងដែលបាត់ទៅក្នុងខ្យល់នោះទេវាអាចបន្សល់ទុកស្នាមល្អនៅក្នុងចិត្តរបស់មនុស្សម្នាក់ហើយស្នាមល្អនោះអាចបន្តពីមនុស្សម្នាក់ទៅមនុស្សម្នាក់រហូតក្លាយជាក្តីល្អដ៏ធំមួយក្នុងសង្គមថ្ងៃនេះយើងមកពិចារណាបន្តថាតើហេតុអីបានជាមនុស្សយើងគួរធ្វើល្អទោះបីពេលខ្លះមិនទទួលបានអ្វីតបស្នងមនុស្សមួយចំនួននៅពេលធ្វើល្អគេមានការរំពឹងទុកជួយគេហើយចង់ឲ្យគេចងចាំឲ្យលុយគេហើយចង់ឲ្យគេជួយវិញជួយការងារគេហើយចង់ឲ្យគេមកជួយខ្លួននៅថ្ងៃក្រោយធ្វើល្អចំពោះគេហើយពេលគេមិនតបស្នងក៏ចាប់ផ្ដើមនិយាយថាខ្ញុំធ្លាប់ជួយគេហើយអ្វីគេមិនជួយខ្ញុំពាក្យនេះបង្ហាញថាអំពើល្អរបស់យើងនៅពេលនោះប្រហែលជាមិនទាន់ជាអំពើល្អដែលមានសេរីភាពពេញលេញទេព្រោះនៅខាងក្រោយអំពើនោះនៅមានការរំពឹងទុកមួយអំពើល្អដែលមានសេចក្តីសុខគឺអំពើល្អដែលធ្វើដោយចិត្តស្មោះយើងធ្វើព្រោះយើងអាចធ្វើយើងជួយព្រោះយើងអាចជួយយើងឲ្យព្រោះយើងមានចិត្តចង់ឲ្យហើយបើគេមិនតបស្នងក៏យើងមិនសោកស្ដាយថាខ្លួនបានធ្វើខុសឡើយអំពើល្អមិនមែនជាការជួញដូរបងប្អូនសូមស្រមៃថាឪពុកម្ដាយចិញ្ចឹមកូនពេលកូននៅតូចឪពុកម្ដាយចិញ្ចឹមបំបៅស្លៀកពាក់ថែទាំពេលឈឺក៏នាំទៅពេទ្យពេលយកកូនយកឪពុកម្ដាយភ្ញាក់ឡើងមើលតើឪពុកម្ដាយធ្វើអ្វីទាំងនេះដើម្បីចេញវិកាយប័ត្រឲ្យកូននៅពេលក្រោយឬមិនមែនទេព្រោះសេចក្តីស្រឡាញ់ធ្វើឲ្យគាត់ធ្វើនេះហើយជាអំពើល្អដែលកើតពីចិត្តមនុស្សដែលមានមេត្តាក៏ដូចគ្នាគេមិនតែងតែសួរថាតើខ្ញុំបានអ្វីទេគេសួរថាតើខ្ញុំអាចធ្វើអ្វីបានសំណួរពីរនេះមើលទៅខុសគ្នាតែបន្តិចប៉ុន្តែអាចបង្កើតជីវិតពីរដែលខុសគ្នាខ្លាំងរឿងបរោះម្នាក់និងស្ពានឈើមានបរោះម្នាក់ធ្វើដំណើរឆ្លងកាត់ភូមិមួយនៅកណ្ដាលផ្លូវមានស្ទឹងតូចមួយដែលគ្មានស្ពានអ្នកភូមិត្រូវដើរឆ្លងទឹកជារៀងរាល់ថ្ងៃបរោះនោះមើលឃើញថាមនុស្សចាស់និងកុមារឆ្លងទឹកវាបាក់គាត់ក៏សម្រេចចិត្តយកឈើមកធ្វើស្ពានតូចមួយគាត់ចំណាយពេលជាច្រើនថ្ងៃធ្វើស្ពាននោះពេលស្ពានរួចអ្នកភូមិអាចដើរឆ្លងបានងាយគាត់មិនបានដាក់ឈ្មោះខ្លួនលើស្ពានទេគាត់មិនបានប្រកាសថាខ្ញុំជាអ្នកធ្វើទេគាត់គ្រាន់តែធ្វើឲ្យបន្តដំណើររបស់គាត់ជាច្រើនឆ្នាំក្រោយមនុស្សជាច្រើនប្រហែលមិនស្គាល់ថាអ្នកណាជាអ្នកធ្វើស្ពាននោះប៉ុន្តែស្ពាននៅតែបន្តជួយមនុស្សនេះជាអត្ថន័យដ៏ស្រស់ស្អាតនៃអំពើល្អពេលខ្លះយើងមិនចាំបាច់ឲ្យពិភពលោកស្គាល់ឈ្មោះយើងទេគ្រាន់តែអ្វីដែលយើងធ្វើអាចធ្វើឲ្យជីវិតនរណាម្នាក់កាន់តែងាយស្រួលនោះក៏មានតម្លៃហើយកុំមើលងាយអំពើល្អតូចមនុស្សម្នាក់អាចគិតថាខ្ញុំគ្មានលុយច្រើនខ្ញុំជួយអ្នកដទៃមិនបានទេប៉ុន្តែអំពើល្អមិនមែនមានតែការឲ្យលុយទេអ្នកមានពេលអ្នកអាចជួយស្ដាប់អ្នកមានកម្លាំងអ្នកអាចជួយលើករបស់ធ្ងន់អ្នកមានចំណេះដឹងអ្នកអាចបង្រៀនអ្នកដែលមិនទាន់ចេះអ្នកមានពាក្យល្អអ្នកអាចលើកទឹកចិត្តអ្នកដែលកំពុងបាក់ទឹកចិត្តអ្នកមានចិត្តស្ងប់អ្នកអាចជួយបញ្ឈប់ការឆ្លោះប្រកែកមួយអ្នកមានបទពិសោធន៍អ្នកអាចណែនាំក្មេងជំនាន់ក្រោយពេលខ្លះពាក្យមួយម៉ាត់របស់យើងអាចជួយមនុស្សម្នាក់ឲ្យមិនបោះបង់ជីវិតរបស់គេស្នាមញញឹមមួយរបស់យើងអាចធ្វើឲ្យអ្នកដែលមានថ្ងៃអាក្រក់មានអារម្មណ៍ថាពិភពលោកនៅតែមានភាពកក់ក្ដៅដូច្នេះកុំមើលងាយអំពើល្អតូចរឿងក្មេងប្រុសនៅមាត់សមុទ្រមានក្មេងប្រុសម្នាក់ដើរតាមឆ្នេរសមុទ្រពេលទឹកសមុទ្រស្រកមានត្រីតូចជាច្រើនជាប់នៅលើខ្សាច់ហើយកំពុងតស៊ូរស់ក្មេងប្រុសនោះចាប់ត្រីមួយយកទៅដាក់ក្នុងទឹកវិញបរិសម្នាក់ដែលកំពុងដើរឆ្លងកាត់បាននិយាយថាមានត្រីរាប់ពាន់ក្បាលនៅទីនេះតើអ្នកអាចជួយបានប្រមាណក្មេងប្រុសមិនឆ្លើយភ្លាមទេគាត់យកត្រីមួយទៀតដាក់ចូលទឹកហើយនិយាយថាសម្រាប់ត្រីមួយនេះខ្ញុំបានជួយវាបងប្អូនពេលខ្លះយើងមិនអាចជួយពិភពលោកទាំងមូលបានទេប៉ុន្តែយើងអាចជួយមនុស្សម្នាក់យើងមិនអាចដោះស្រាយបញ្ហារបស់មនុស្សគ្រប់គ្នាបានទេប៉ុន្តែយើងអាចធ្វើឲ្យថ្ងៃរបស់មនុស្សម្នាក់ប្រសើរឡើងហើយពេលមនុស្សម្នាក់បានទទួលអំពើល្អគេអាចយកអំពើល្អនោះទៅធ្វើបន្តចំពោះអ្នកផ្សេងដូច្នេះអំពើល្អតូចមួយអាចបន្តធំឡើងដោយយើងមិនដឹងខ្លួនពេលអំពើល្អមិនបានផលភ្លាមមានពេលខ្លះយើងធ្វើល្អហើយមិនឃើញផល
យើងជួយគេឲ្យគេនៅតែមិនដឹងគុណយើងរស់ដោយស្មោះត្រង់ហើយអ្នកបោកប្រាស់មើលទៅដូចជារស់បានល្អជាងយើងអត់ធ្មត់ហើយមនុស្សដែលមិនអត់ធ្មត់បែរជាទទួលបានអ្វីដែលគេចង់បាននៅពេលនេះកុំប្រញាប់សន្និដ្ឋានថាអំពើល្អគ្មានតម្លៃសូមចាំថាដើមឈើមិនឲ្យផ្លែភ្លាមក្រោយពេលដាំក្របពូជត្រូវការពេលអំពើល្អក៏ត្រូវការពេលផលមួយចំនួនមិនមកជាទ្រព្យសម្បត្តិទេវាមកជាការទុកចិត្តមកជាមិត្តភាពមកជាសេចក្តីស្ងប់ក្នុងចិត្តមកជាកម្លាំងនៅពេលមានបញ្ហាឬមកជាមនុស្សល្អម្នាក់ដែលយើងបានជួយនៅថ្ងៃមួយហើយថ្ងៃក្រោយគេអាចជួយមនុស្សផ្សេងទៀតអំពើល្អបង្កើតមនុស្សល្អសូមមើលកុមារតូចម្នាក់បើគេធំឡើងក្នុងគ្រួសារដែលឪពុកម្ដាយចេះគោរពគ្នាចេះសុំទោសចេះជួយអ្នកដទៃនិងចេះអត់ធ្មត់កុមារនោះនឹងរៀនពីអ្វីដែលគេបានឃើញកុមារមិនរៀនតែពីអ្វីដែលយើងនិយាយទេគេរៀនពីអ្វីដែលយើងធ្វើបើយើងនិយាយថាត្រូវចេះសុភាពប៉ុន្តែយើងស្រែកដាក់មនុស្សគ្រប់គ្នាកូននឹងចងចាំការស្រែករបស់យើងមិនមែនពាក្យបង្រៀនទេបើយើងនិយាយថាត្រូវចេះជួយគេប៉ុន្តែយើងមិនដែលជួយនរណាកូនក៏នឹងរៀនថាពាក្យល្អគ្រាន់តែជាពាក្យដូច្នេះអំពើល្អរបស់ឪពុកម្ដាយគឺជាមេរៀនដ៏មានឥទ្ធិពលសម្រាប់កូនកុំធ្វើល្អដើម្បីឲ្យគេឃើញសពថ្ងៃមនុស្សអាចថតរូបនិងបង្ហោះអ្វីដែលខ្លួនធ្វើបានយ៉ាងងាយជួយអ្នកក្រីក្រក៏ថតឲ្យអំណោយក៏ថតធ្វើអំពើសប្បុរសក៏បង្ហោះការចែករំលែកអំពើល្អមិនមែនជារឿងខុសទេប្រសិនបើមានគោលបំណងល្អប៉ុន្តែសូមប្រយ័ត្នកុំឲ្យការចង់បានការសរសើរខ្លាចជាមូលហេតុដែលយើងធ្វើល្អព្រោះថ្ងៃណាមួយបើគ្មានអ្នកឃើញយើងអាចឈប់ធ្វើអំពើល្អដែលមានតម្លៃបំផុតពេលខ្លះគឺអំពើដែលគ្មាននរណាដឹងថាយើងជាអ្នកធ្វើយើងឃើញกระดาษនៅលើផ្លូវហើយរើសដាក់ធុងសម្រាមគ្មាននរណាសរសើរប៉ុន្តែផ្លូវស្អាតជាងមុនយើងឃើញអ្នកចាស់កំពុងលំបាកហើយជួយគាត់គ្មាននរណាថតរូបទេប៉ុន្តែចិត្តរបស់យើងដឹងថាយើងបានធ្វើអ្វីមួយដែលល្អនោះគ្រប់គ្រាន់ហើយអំពើល្អនិងការអភ័យទោសអំពើល្អមួយទៀតដែលពិបាកធ្វើប៉ុន្តែមានតម្លៃខ្លាំងគឺការអភ័យទោសមនុស្សដែលធ្វើឲ្យយើងឈឺចិត្តប្រហែលមិនសមនឹងទទួលការអភ័យទោសពីយើងភ្លាមទេប៉ុន្តែការអភ័យទោសមិនមែនជារង្វាន់សម្រាប់អ្នកដែលធ្វើខុសទេវាជាការដោះលែងចិត្តរបស់យើងពីការឈឺចាប់យើងអាចចងចាំមេរៀនដោយមិនចាំបាច់រក្សាកំហឹងយើងអាចដាក់ព្រំដែនដោយមិនចាំបាច់ស្អប់យើងអាចមិនទុកចិត្តមនុស្សម្នាក់ដូចមុនទៀតប៉ុន្តែយើងក៏មិនចាំបាច់បន្តសងសឹកគេជារៀងរហូតដែរការអភ័យទោសគឺការនិយាយទៅកាន់ខ្លួនឯងថាខ្ញុំនឹងមិនអនុញ្ញាតឲ្យអំពើរបស់អ្នកបន្តគ្រប់គ្រងជីវិតខ្ញុំទៀតទេទេវតាដែលនៅជិតយើងបងប្អូនពេលយើងនិយាយថាទេវតាតាមថែរក្សាយើងអាចមើលឃើញទេវតាតាមន័យជានិមិត្តរូបនៃមនុស្សល្អនិងកម្លាំងល្អដែលចូលមកក្នុងជីវិតយើងពេលយើងជួបមនុស្សម្នាក់ដែលជួយយើងនៅពេលពិបាកពេលមានអ្នកណាម្នាក់និយាយពាក្យល្អនៅពេលយើងកំពុងបាក់ទឹកចិត្តពេលមិត្តម្នាក់មិនបោះបង់យើងនៅពេលមនុស្សផ្សេងទៀតចាក់ចេញមនុស្សទាំងនោះអាចជាដៃដែលជួយឲ្យយើងឈរឡើងវិញហើយសំណួរដែលយើងគួរសួរខ្លួនឯងគឺតើខ្ញុំអាចក្លាយជាមនុស្សបែបនោះសម្រាប់អ្នកដទៃបានទេប្រសិនបើថ្ងៃណាមួយមានមនុស្សម្នាក់និយាយថាថ្ងៃដែលខ្ញុំអស់សង្ឃឹមអ្នកបានផ្ដល់កម្លាំងឲ្យខ្ញុំនោះប្រហែលជារង្វាន់ដ៏ធំមួយដែលអំពើល្អអាចផ្ដល់ឲ្យយើងបញ្ចប់ភាគទី2បងប្អូនជាទីគោរពកុំធ្វើល្អដើម្បីឲ្យគេសរសើរកុំជួយគេដើម្បីឲ្យគេជួយយើងវិញកុំឲ្យអំណោយដើម្បីទាមទារការដឹងគុណចូលធ្វើល្អព្រោះចិត្តយើងចង់ឲ្យពិភពលោកនេះមានភាពកក់ក្ដៅជាងមុនថ្ងៃនេះយើងប្រហែលជាមិនឃើញផលនៃអំពើល្អរបស់យើងទេប៉ុន្តែគ្រាប់ពូជបានធ្លាក់ចូលក្នុងដីហើយថ្ងៃណាមួយវាអាចដុះឡើងថ្ងៃណាមួយវាអាចคล้ายជាដើមឈើថ្ងៃណាមួយវាអាចផ្ដល់ម្លប់ដល់មនុស្សដែលយើងមិនធ្លាប់ស្គាល់ដូច្នេះសូមកុំឈប់ធ្វើល្អបើមានលទ្ធភាពជួយគេបើមិនមានលទ្ធភាពជួយដោយទ្រព្យក៏ជួយដោយពាក្យល្អបើមិនអាចជួយដោយកម្លាំងក៏កុំធ្វើឲ្យគេឈឺចាប់បើមិនអាចធ្វើអ្វីធំបានក៏ធ្វើអ្វីតូចដោយចិត្តស្មោះព្រោះពិភពលោកមិនត្រូវការមនុស្សល្អឥតខ្ចោះទេពិភពលោកត្រូវការមនុស្សដែលព្យាយាមធ្វើល្អជារៀងរាល់ថ្ងៃអំពើល្អមិនដែលបាត់បង់ឡើយ
វាអាចបាត់ពីភ្នែកប៉ុន្តែมันបាត់ពីតម្លៃឡើយវាអាចមិនត្រឡប់មករកយើងតាមផ្លូវដែលយើងរំពឹងប៉ុន្តែវាបានបន្សល់ពន្លឺមួយនៅក្នុងពិភពលោករួចហើយប្រហែលជានៅថ្ងៃណាមួយនៅពេលយើងកំពុងជួបការលំបាកមនុស្សល្អម្នាក់ដែលយើងធ្លាប់ជួយអាចខ្លាយជាដៃមួយដែលលើកយើងឡើងវិញនោះហើយជាអត្ថន័យដ៏ជ្រាលជ្រៅនៃពាក្យធ្វើល្អទេវតាតាមថែរក្សា